យាយរឿងបន្តទៀតឲ្យគាត់ស្ដាប់ពេលហ្នឹងយ៉ាអូយម៉ូបានប្រាប់អ៊ូសបថាការពីជាង50ឆ្នាំមុនគាត់ហើយនៅមិត្តភក្តិរបស់គាត់ឈ្មោះខាស៊ីបានធ្វើដំណើរចាក់ចេញពីនគរអេបាដើម្បីស្វែងរកមេរបស់គាត់ឈ្មោះដូរីហើយនៅបារ៉ាគីហើយនៅតាមផ្លូវពួកគាត់ទាំងពីរត្រូវបានរដ្ឋាភិបាលពិភពលោកចាប់ខ្លួននៅពេលហ្នឹងរដ្ឋាភិបាលបានប្រាប់គាត់ថាមេរបស់គាត់ទាំងពីរដូរីនិងបារ៉ាគីហ្នឹងក៏ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដូចគ្នាក្រុមរដ្ឋាភិបាលបានសន្យាជាមួយនឹងពួកគាត់ទាំងពីរថាបើសិនជាពួកគាត់ការពីច្រកទ្វារនៅ Any Lobby នឹងបានរយៈពេល100ឆ្នាំគេនឹងដោះលែងមេរបស់ពួកគាត់ឲ្យមានសេរីភាពប៉ុន្តែពេលនេះទៅបាន50ឆ្នាំការងារត្រូវបានបរាជ័យជាងហើយទើបគាត់យំសោកស្ដាយដោយសារតែគាត់មិនអាចជួយមេរបស់គាត់បានពេលលេងចឹងអូសាក់ក៏ប្រាប់គាត់ថារដ្ឋាភិបាលបោកគាត់ប្រើទេមេរបស់គាត់ទាំងពីរគឺយ៉ាប់រ៉ាគីនិងយ៉ាដូរីអត់ត្រូវបានរដ្ឋាភិបាលចាប់អីទេពួកគាត់ទាំងពីរកំពុងតែប្រយុទ្ធគ្នាតទល់នៅ Little Garden ជាង100ឆ្នាំហើយដើម្បីបញ្ជាក់ឲ្យយ៉ាអូយម៉ូជឿគាត់អូសាក់បានធ្វើត្រាប់សោយតាមយ៉ាដូរីហើយនិងយ៉ាប់រ៉ាគីសូមបញ្ជាក់ថានៅក្នុងរឿង One Piece យ៉ាម្នាក់មានរបៀបសោយខុសៗគ្នាបន្ទាប់ពីបានដឹងការពិតអស់ហើយយ៉ាអូយម៉ូនិងយ៉ាខាស៊ីបានរួមកម្លាំងគ្នាជាមួយនឹងអ៊ូសាប់ដើម្បីប្រយុទ្ធប្រឆាំងជាមួយ